ត្រឹមត្រូវហើយប្រសិនបើក្រុមហ៊ុនមួយគាត់ចង់ធ្វើការអភិវឌ្ឍនៅកម្មវិធីមួយយកមកគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់គាត់គាត់អាចទិញតាមរយៈក្រុមហ៊ុនដែលគេផលិតលក់បាទប៉ុន្តែវាយកមកវាប្រើមិនត្រូវជាមួយនឹងប្រតិបត្តិការប្រចាំថ្ងៃយើង100%ទេវាត្រូវការ customize កែសម្រួលច្រើនបាទប៉ុន្តែប្រសិនបើយើងជួលវិស្វករជំនាញផ្នែកខាង software ដែលគេផលិតកម្មវិធីនឹងតែម្ដងគឺវាត្រូវនឹងអ្វីដែលយើងចង់បានបាទយើងចង់បានរបៀបម៉េចយើងចង់បានមុខងារនឹងគ្រប់គ្រងយ៉ាងម៉េចគឺធ្វើទៅវាតាមត្រូវបានតាមចិត្តរបស់យើងក៏ប៉ុន្តែតម្លៃវិញក៏វាមិនថោកដែរអាចថាវាទៅតាមតម្រូវការរបស់យើងដែរប៉ុន្តែខ្ញុំអាចទាញបានថាជាមធ្យមសម្រាប់ក្រុមហ៊ុនទូចមួយគាត់អាចចំណាយប្រហែលជាខ្ទង់ចន្លោះពី$6,000ទៅដល់$10,000អីគឺគាត់អាចផលិតsoftware មួយដើម្បីគ្រប់គ្រងផ្ទៃក្នុងរបស់គាត់បានចា៎